ចូលវិស័យអាជ្ញាកណ្ដាលហ្នឹងគឺយើងត្រូវអ្វីដែលយើងសំខាន់ជាងគេគឺកម្លាំងកាយដោយសារតែនៅលើទីលានគឺយើងរត់ដោយកីឡាករចឹងកីឡាករគាត់មានតំបន់រត់តែសម្រាប់អាជ្ញាកណ្ដាលគឺគាត់ត្រូវតែរត់គ្រប់ពេលចឹងហើយអ្វីដែលសំខាន់គឺកម្លាំងកាយបន្ទាប់មកទៀតគឺយើងដុសខាត់នៅសមត្ថភាពនៃការយល់ដឹងពីច្បាប់ល្បែងពីវីដេអូនៅក្នុងការតាក់ទិចរបស់កីឡាករអញ្ចឹងហើយបានឲ្យយើងខំប្រឹងបន្តិចឡើងបានដល់ថ្នាក់ជាប់ដល់អាជ្ញាកណ្ដាលអន្តរជាតិហ្នឹងបងជំរាបសួរបងចាអរគុណចាសូមណែនាំទៅកាន់ទស្សនិកជនឲ្យបានដឹងផងដែរថានេះគឺជាចាផ្លុងពេជ្រអក្ខរាដែលបងប្អូនទស្សនិកជនដែលភាគច្រើនគ្រប់គ្រងនៅវិស័យកីឡាបាល់ទាត់ប្រកាសជាស្គាល់ហើយតាមរយៈការដែលគាត់ស្ថិតនៅលើទីលានជាមួយនឹងកីឡាករកីឡាការិនីចាផ្លុងពេជ្រអក្ខរាចាហាក់ដូចជាឈ្មោះព្រោះមែនទែនចានឹងខ្ញុំធ្លាប់បានមើលបទទូកដមិនតែអក្ខរាអត់ចេញទូកទេចាអរគុណអញ្ចឹងជឿជាក់ថានៅក្នុងថ្ងៃនេះនាងខ្ញុំនឹងមានសំណួរជាច្រើនដើម្បីធ្វើការសួរទៅកាន់អក្ខរាថាតើយើងចាប់អាជីពនេះពីដំណើរដើមទងបែបណាដែរអញ្ចឹងជាជំហានដំបូងចង់ឲ្យអក្ខរាបញ្ជាក់ចាប់ពីចំណាប់អារម្មណ៍របស់ខ្លួនបន្តិចសិនចាជំរាបសួរនាងខ្ញុំឈ្មោះផ្លុងពេជ្រអក្ខរាគឺជាអាជ្ញាកណ្ដាលស្ត្រីខ្មែរដំបងគេទាំងអស់ដែលជាប់ជាអាជ្ញាកណ្ដាលអន្តរជាតិដែលហៅកាត់ថា FIFA ជាដំបូងនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែនដែលបានចូលនៅក្នុងកិច្ចសម្ភាសនៅក្នុងទូរទស្សន៍ CNC ដោយសារតែខ្ញុំសប្បាយចិត្តនៅក្នុងការចែករំលែកបទពិសោធន៍ហើយខ្ញុំចង់ឲ្យវិស័យអាជ្ញាកណ្ដាលបាល់ទាត់នារីនៅស្រុកខ្មែរយើងកាន់តែរីកចម្រើនថែមទៀតចឹងនឹងចែករំលែកនៅបទពិសោធន៍ដែលខ្ញុំមានកន្លងមកចាអរគុណជាការពិតជាថាយើងប្រកាសជាដឹងហើយសម្រាប់ការប្រកួតកីឡាបាល់ទាត់នីមួយៗក៏ដូចជាកីឡាផ្សេងៗភាគច្រើនអាជ្ញាកណ្ដាលគឺសុទ្ធសឹងតែជាបុរសប៉ុន្តែប្លែកតែពេលនេះគឺកម្ពុជាមានមួយរូបហើយចាគឺផ្លុងពេជ្រអក្ខរាផ្ទាល់តែម្ដងដែលជាអាជ្ញាកណ្ដាលនារីថាតើអក្ខរាជាប់ជាអាជ្ញាកណ្ដាលនេះតាំងពីឆ្នាំណាមកដែរចាសម្រាប់ខ្ញុំចូលជាក្នុងវិស័យអាជ្ញាកណ្ដាលនេះគឺនៅក្នុងឆ្នាំ2014ប៉ុន្តែវាត្រឹមជាអាជ្ញាកណ្ដាលថ្នាក់ជាតិកម្រិតមូលដ្ឋានទេបន្ទាប់មកក៏ខ្ញុំស្រឡាញ់នៅក្នុងវិស័យអាជ្ញាកណ្ដាលនឹងមកតាំងពី2014មករហូតដល់ខ្ញុំតស៊ូដល់ឆ្នាំ2022ខ្ញុំជាប់ជាអាជ្ញាកណ្ដាលអន្តរជាតិដែលមានការទទួលស្គាល់ពី FIFA បន្ទាប់មកទៀតក៏ខ្ញុំបានធ្វើតេស្តប្រឡងបន្ថែមទៀតដើម្បីយកអាជ្ញាកណ្ដាល license AAC មានន័យថាអាជ្ញាកណ្ដាលដែលកម្រិតខ្ពស់ហ្មងនៅក្នុងអាស៊ីយើងអញ្ចឹងបងហើយនៅក្នុងឆ្នាំ2023ក៏ខ្ញុំជាប់ជាអាជ្ញាកណ្ដាលដែលមាន license AAC Elite ចាអញ្ចឹងទម្រាំតែខ្លះទៅជាអាជ្ញាកណ្ដាលមួយឈានមកកាន់កម្រិតដូចថាអន្តរជាតិទទួលស្គាល់ហើយយើងបានកាន់ក្នុងនាមជាអាជ្ញាកណ្ដាលនៅលើទីលានសម្រាប់ការប្រកួតកម្រិតអាស៊ីទៀតថាតើយើងត្រូវឆ្លងកាត់អ្វីខ្លះនិងមានកម្រិតណាខ្លះទើបអាចយើងឈានទៅដល់ចំណុចនេះណាបងសម្រាប់កម្រិតដំបូងគឺយើងចូលវិស័យអាជ្ញាកណ្ដាលហ្នឹងគឺយើងត្រូវអ្វីដែលយើងសំខាន់ជាងគេគឺកម្លាំងកាយដោយសារតែនៅលើទីលានគឺយើងរត់ដោយកីឡាករចឹងកីឡាករគាត់មានតំបន់រត់តែសម្រាប់អាជ្ញាកណ្ដាលគឺគាត់ត្រូវតែរត់គ្រប់ពេលចឹងហើយអ្វីដែលសំខាន់គឺកម្លាំងកាយបន្ទាប់មកទៀតគឺយើងដុសខាត់នៅសមត្ថភាពនៃការយល់ដឹងពីច្បាប់ល្បែងពីវីដេអូនៅក្នុងការតាក់ទិចរបស់កីឡាករអញ្ចឹងហើយបានឲ្យយើងខំប្រឹងបន្តិចឡើងបានដល់ថ្នាក់ជាប់ដល់អាជ្ញាកណ្ដាលអន្តរជាតិហ្នឹងបងចាអញ្ចឹងមិនថាជំហានដំបូងគឺយើងត្រូវតែមានកម្លាំងទុនជាខ្លួនឯងសិនចាប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមធ្វើការប្រឡងភាគច្រើនគាត់ផ្ដោតសំខាន់ទៅលើអីទើបអាចយើងជាប់នៅទីនោះដំបូងគឺផ្ដោតសំខាន់នៅលើការអនុវត្តនៅលើទីលានហើយបទពិសោធន៍ដំបូងឡើងគឺពិបាកដូចគ្នាបងនៅក្នុងការដឹកនាំការប្រកួតពីដំបូងគឺពិបាកក្នុងការដឹកនាំការប្រកួតដោយសារតែយើងជានារីយើងដឹកនាំការប្រកួតបរិសុទ្ធគឺវារងសម្ពាធច្រើនពីមជ្ឈដ្ឋានខាងក្រៅអញ្ចឹងណាប៉ុន្តែវាដំបូងមានអារម្មណ៍ថាចង់បោះបង់ដែរប៉ុន្តែនៅពេលដែលយើងគិតថាយើងឆ្លាញ់វិស័យនោះខ្លាំងមែនទែននិយាយទៅសម្រាប់វិស័យអាជ្ញាកណ្ដាលនេះគឺខ្ញុំឆ្លាញ់ខ្លាំងមែនទែនដល់ហើយរហូតដល់ខ្ញុំខំប្រឹងតស៊ូជួបនិយាយទៅជួបរឿងពិបាកច្រើនដែលមិនដែលទទួលបានពីក្រុមគ្រួសារតែនៅចូលក្នុងវិស័យនេះគឺជួបរឿងពិបាកខ្លាំងមែនទែនអញ្ចឹងហើយធ្វើឲ្យខ្ញុំខំប្រឹងរហូតពុះពៀដល់សប្តាហ៍ថ្ងៃនេះដើម្បីឲ្យបានជោគជ័យនៅក្នុងអាជីពមួយហ្នឹងអញ្ចឹងបងចាជឿជាក់ចាពីព្រោះអីនៅពេលដែលយើងធ្វើជាអាជ្ញាកណ្ដាលមួយរូបចាដូចបានបញ្ជាក់មុននេះអញ្ចឹងគឺថាកីឡាករកីឡាការិនីគាត់មានពេលនៅក្នុងការសម្រាកប៉ុន្តែអាជ្ញាកណ្ដាលគឺរត់90នាទីពេញចានេះគឺជាឆន្ទៈមួយដ៏មុតមមរបស់ផ្លុងពេជ្រអក្ខរាចានឹងខ្ញុំច្រឡំតែកីឡាការិនីចាភាគច្រើនជួយតែកីឡាការិនីឬក៏កីឡាករចូលរួមប៉ុន្តែនេះគឺយើងគឺជាអាជ្ញាកណ្ដាលមួយដែលពិសេសជាងគេតែម្ដងនៅក្នុងប្រទេសកម្ពុជាហើយជានារីមួយរូបដែលធ្វើឲ្យអន្តរជាតិក៏សរសើរផងដែរអញ្ចឹងនេះខ្ញុំក៏ចង់ដឹងអំពីដំណើរដើមទងថាហេតុអ្វីបានជាអក្ខរាឈានមកដល់ចំណុចនេះជំហានដំបូងយើងធ្លាប់លេងកីឡាអីខ្លះដែរពីដំបូងឡើយខ្ញុំធ្លាប់លេងអតពលកម្មលេងបាល់ទាត់បាល់ទះលេងនៅក្នុងខេត្តអញ្ចឹងណាបងប៉ុន្តែក្នុងវិញ្ញាសាខ្ញុំលេងទាំងអស់ហ្នឹងខ្ញុំអត់មានអារម្មណ៍អត់មានចំណារអារម្មណ៍នៅក្នុងចាប់យកវិញ្ញាសាហ្នឹងជាអាជីពអញ្ចឹងហើយបាននៅពេលដែលខ្ញុំធ្វើជាកីឡាការិនីបាល់ទាត់ខ្ញុំឃើញខ្ញុំគិតថាអត់មានអាជ្ញាកណ្ដាលស្ត្រីដោយសារតែនៅក្នុងខេត្តខ្ញុំធ្វើជាកីឡាការិនីឃើញអាជ្ញាកណ្ដាលមកសុទ្ធតែបរោះបន្ទាប់មកហើយក៏ខ្ញុំមានកូនចិត្តថាខ្ញុំនឹងចង់ធ្វើជាអាជ្ញាកណ្ដាលស្ត្រីដល់បន្ទាប់មកទៀតក៏ខ្ញុំមានឱកាសនៅក្នុងការទៅរៀនវគ្គតំណាងឲ្យខេត្តរបស់ខ្ញុំអញ្ចឹងទៅបានខ្ញុំខំប្រឹងរហូតមកអញ្ចឹងហ៎បងព្រោះខ្ញុំចង់
បានពាក្យថាអាញាកណ្ដាលដំបងគេដោយសារនៅពេលដែលខ្ញុំចូលរៀនវិអាញាកណ្ដាលហ្នឹងគឺលោកគ្រូគាត់និយាយឲ្យថាប្រទេសកម្ពុជាយើងអត់ទាន់មានអាញាកណ្ដាលស្ត្រីដែលជាប់ជាអន្តរជាតិទេអញ្ចឹងហើយធ្វើឲ្យខ្ញុំមានកូនចិត្តមួយថាខ្ញុំមិនខំប្រឹងទោះបីវាជោគជ័យមិនជោគជ័យខ្ញុំខំប្រឹងឲ្យអស់ពីលទ្ធភាពរបស់ខ្លួនឯងអញ្ចឹងហ៎បងចាប៉ុន្តែជោគជ័យមែនเนาะចាបងចាជោគជ័យចាអញ្ចឹងមិនមានភាពជោគជ័យណាមួយដែលមិនបានមាននៅការតស៊ូក្នុងនោះដែរទេចាអញ្ចឹងបើសិនជាយើងមិនមានការតស៊ូក៏មិនទទួលបានភាពជោគជ័យដែរអញ្ចឹងឃើញថាមកដល់បច្ចុប្បន្ននេះមានភាពមមាញឹកទេជាមួយនឹងការកាន់តួនាទីជាអាជ្ញាកណ្ដាលបែបនេះហ្នឹងហើយបងសម្រាប់ក្នុងបច្ចុប្បន្ននៅក្នុងឆ្នាំ2025នេះខ្ញុំរវល់ជាងគេគឺចេញការប្រកួតនៅក្រៅប្រទេសបងដោយសារតែឆ្នាំ2025មានការប្រកួតនៅក្រៅប្រទេសច្រើនអញ្ចឹងហើយអាចថារវល់នៅក្រៅប្រទេសចឹងហើយវាពិបាកមមាញឹកក្នុងថាយើងត្រូវការវឹកហាត់ដុសខាត់សមត្ថភាពទៀតដើម្បីមានការប្រជែងនៅលើឆាកអន្តរជាតិចឹងបងព្រោះសំបីតែអាញាកណ្ដាលគេដតីផ្សេងទៀតមុនទៅដល់ឆាកអន្តរជាតិគេត្រូវការមានបទពិសោធន៍ខ្លាំងមែនទែននៅក្នុងប្រទេសគេឲ្យកាន់តែឆ្អិនដើម្បីប្រជែងនៅក្រៅប្រទេសដើម្បីឲ្យ challenge គ្នាដើម្បីឡើងនៅវគ្គបន្តទៀតចឹងបងចាដុសខាត់សមត្ថភាពហ្នឹងដុសខាត់ទៅលើអ្វីដែរបើន័យថាបន្ថែមកម្រិតល្បឿនឬមួយក៏ការយល់ដឹងបន្ថែមពីការលេងបាល់ទាត់ហ្នឹងណែបងសម្រាប់ដុសខាត់សមត្ថភាពហ្នឹងគឺយើងហាត់កម្លាំងកាយជាប្រចាំមួយវិញទៀតគឺយើងដឹកនាំការប្រកួតអញ្ចឹងនៅពេលដែលយើងដឹកនាំការប្រកួតកាន់តែខ្ពស់វារងផលវិបាកកាន់តែខ្ពស់នៅក្នុងការប្រកួតហ្នឹងអញ្ចឹងធ្វើឲ្យយើងមានភាពដំណោះស្រាយនៅក្នុងការប្រកួតហ្នឹងដល់ពេលដែលយើងទៅអន្តរជាតិគឺយើងអាចមានភាពងាយស្រួលក្នុងការដោះស្រាយនៅការប្រកួតមួយហ្នឹងដោយសារតែយើងបានរងផលវិបាកហើយអស់ហើយនៅក្នុងប្រទេសរបស់យើងអញ្ចឹងបងចាអញ្ចឹងហើយអ្វីដែលយើងចង់បានជាងគេគឺធ្វើការប្រកួតឲ្យកាន់តែច្រើនអញ្ចឹងហើយបានយើងមានបទពិសោធន៍ហើយសមត្ថភាពកាន់តែខ្លាំងហ្មងបងចាអញ្ចឹងជារួមនៅពេលដែលអក្ខរាចាប់ផ្ដើមអាជីពជាអាជ្ញាកណ្ដាលនៅលើទីលាននេះបើន័យថាយើងរយៈពេលច្រើនឆ្នាំហើយសរុបមើលទៅប្រហែលជាប្រមាណប្រកួតដែរច្រើនប្រកួតដែរបងតាំងពីក្នុងប្រទេសច្រើនតែនៅក្រៅប្រទេសក៏រៀងច្រើនដែរបងសម្រាប់ AAC គឺខ្ញុំចេញច្រើនជាងគេគឺការប្រកួតរបស់ AAC បងចាអញ្ចឹងរវាងការដឹកនាំនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជាការដឹកនាំកម្រិតអន្តរជាតិបែបនេះថាតើភាព control ក៏ដូចជាការទំនួលខុសត្រូវខ្ពស់នោះប្រហាក់ប្រហែលគ្នាឬមកក៏ដូចថាមានកន្លែងណាមួយរៀងលើសជាងសម្រាប់ការដឹកនាំការប្រកួតនៅក្នុងស្រុកយើងហើយនិងក្រៅប្រទេសវាមិនខុសគ្នាប្រហែលដែរបងតែគាត់ថាយើងខុសពីបច្ចេកទេសរបស់កីឡាករនៃការលេងរបស់គាត់អញ្ចឹងហើយនៅការប្រកួតនៅក្នុងស្រុករបស់យើងសម្រាប់បាល់ទាត់នារីគឺវាមានកម្រិតអញ្ចឹងបងប៉ុន្តែនៅពេលដែលយើងទៅដឹកនាំការប្រកួតនៅក្រៅប្រទេសអញ្ចឹងហើយកម្រិតរបស់គេគឺកាន់តែខ្ពស់អញ្ចឹងហើយធ្វើឲ្យយើងប្រឹងប្រែងហើយនឹងខំប្រឹងហើយប្រឹងសមត្ថភាពកាន់តែខ្ពស់ជាងនឹងទៀតដោយសារតែការប្រកួតអន្តរជាតិយើងដឹងហើយសម្រាប់ការប្រកួតអន្តរជាតិគឺមានការ challenge កាន់តែខ្ពស់អញ្ចឹងបងចាអរគុណទស្សនិកជនជាទីមេត្រីចាវគ្គទី1នេះលោកអ្នកបានដឹងខ្លះៗអំពីការប្រឡូកចូលជាអាជីពបញ្ញាកណ្ដាលរបស់ផ្លុងពេជ្រអក្សរាហើយអ្វីដែលគួរក៏សម្គាល់ឃើញថានាងមានទំនួលខុសត្រូវខ្ពស់ជាពិសេសគឺធ្វើឲ្យកម្ពុជាទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈដែលយើងមានអាជ្ញាកណ្ដាលជានារីមួយរូបផងដែរនៅវគ្គទី2លោកអ្នកនឹងបានទស្សនាលម្អិតពាក់ព័ន្ធទៅនឹងជីវប្រវត្តិសំខាន់ៗរបស់ផ្លុងពេជ្រអក្សរាផងដែរពីកម្មវិធីពេលនេះអនុញ្ញាតសម្រាប់បន្តិចសិន